វ៉ាវខ្ញុំសូមប្រើពាក្យថាវ៉ាវនៅផ្ដើមវីដេអូតែម្ដងព្រោះដោយសារនៅពេលដែលខ្ញុំបានទៅចូលរួមពិព័រណ៍ផលិតផលខ្មែរខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តហើយពិតជាមានអារម្មណ៍ថាក្តីស្រមៃដែលខ្ញុំធ្លាប់បានគិតថាវាខ្លាចជាការពិតហើយអ្នកនរគ្នាបានដឹងហើយថាប្រទេសកម្ពុជារបស់យើងតាំងពីប្រហែលឆ្នាំមុនមកហើយនៅពេលដែលមានតាំងពិព័រណ៍ផលិតផលខ្មែរគឺអត់សូវមានប្រជាជនគ្រប់គ្រងហើយភាគច្រើនរូបភាពបែបនេះគឺយើងឃើញនៅពេលដែលមានតាំងពិព័រណ៍ផលិតផលរបស់ប្រទេសចៅហើយវាក៏ជាក្តីសម័យរបស់ខ្ញុំដែលខ្ញុំធ្លាប់គិតថាបើសិនជាមានថ្ងៃណាមួយដែលតាំងពិព័រណ៍ជាតាំងពិព័រណ៍ផលិតផលខ្មែរមានប្រជាជនយើងចូលរួមច្រើនកកបែបនេះពិតជាការលើកទឹកចិត្តក៏ដូចជាផ្ដល់ស្នាមញញឹមទៅឲ្យបងអាជីវករឬបងអ្នកដែលគាត់តែផលិតមែនតើហើយឥឡូវនេះគឺបានមកដល់ហើយនៅពេលដែលយើងបានទៅចូលរួមគឺយើងពិតជាទទួលបានអារម្មណ៍មួយថាមានមោទនភាពហើយនៅពេលដែលខ្ញុំទៅចូលរួមនោះនៅពេលហ្នឹងគឺត្រូវបានកម្មវិធីគាត់ចាក់បទចម្រៀងខ្មែរតែមួយទៀតទាំងអស់គ្នានិយាយមែនដើរមើលតាំងពីពណ៌បដាទឹកភ្នែកសឹងតែរលីងរលោងបដាវាថារំភើបចេញពីខាងក្នុងតែម្ដងមិនសឹងតែនឹកស្មានមិនដល់ថាប្រជាជនរបស់យើងពិតជាគ្រប់គ្រងពិតជាលើកនេះគឺពួកគាត់ពិតជាពហិការបានល្អខ្លាំងមែនទែនហើយគាត់ងាកត្រឡប់មកគ្រប់គ្រងផលិតផលខ្មែរតែម្ដងវាក៏ជារឿងមួយដែលខ្ញុំនៅតែនិយាយថាខ្ញុំនឹកស្មានដល់ដែលប្រជាជនយើងគាត់ទៅគ្រប់គ្រងខ្លាំងបែបនេះហើយនេះខ្ញុំទៅនេះគឺខ្ញុំទៅពេលព្រឹកអារម្មណ៍ថាចំ10កន្លះហើយប៉ុន្តែប្រជាជនគូច្រើនមែនទែនចុះត្មងទៅពេលថ្ងៃត្មងទៅពេលល្ងាចគាត់ធ្វើការងារទៀតគឺកាន់តែច្រើនសម្រាប់បងប្អូនអូនដែលអត់បានទៅចូលរួមនៅមានឱកាសឲ្យស្អែកមួយថ្ងៃទៀតដែលស្អែកគេតាំងពីពងថ្ងៃ26 27 28ហើយពីម៉ោង9ព្រឹកដល់ម៉ោង9យប់នៅសាលពិព័រណ៍កោះពេជ្រពីអគារ G ទៅដល់អគារ L ចឹងទៅគ្រប់គ្រងទាំងអស់គ្នាណាទៅមើលភាពរីកចម្រើនរបស់ប្រទេសកម្ពុជាថាតើប្រជាជនកម្ពុជាអាចផលិតបានអ្វីខ្លះដោយពាក្យមួយឃ្លាថាខ្មែររួបរวมសាមគ្គីខ្មែរនឹងខ្លាំង